វត្តមានរបស់កូនពិតជាសំខាន់នៅក្នុងជីវិតរបស់ម៉ាក់មិនដែលមានអារម្មណ៍ថាជាបន្ទុកទេប៉ុន្តែវាជាអំណោយវាជាអំណរនិងសេចក្តីរីករាយម៉ាក់អត់ដែលបានរំពឹងថាកូនមកចិញ្ចឹមម៉ាក់ឬក៏មើលថែម៉ាក់ពេលដែលម៉ាក់ចាស់ទេអ្វីដែលម៉ាក់ចង់ឃើញគឺកូនធ្វើអីដើម្បីសេចក្តីសុខខ្លួនឯងតែកុំភ្លេចអ្នកដទៃកូនអាចselfless ប៉ុន្តែកូនកុំអាត្មានិយមម៉ាក់ជឿថាគ្រាប់ដែលម៉ាក់ដាំនៅពេលនេះវានឹងដុះហើយក៏អត់ឆ្ងាយពីអ្វីដែលម៉ាក់មើលឃើញដែរ I'm proud of you ម៉ាក់ពិតជាមានមោទនភាពចំពោះកូន